នេះគឺជាវីដេអូនៅប្រធានបទទី1នៃមុខវិជ្ជាម៉ាត់ព័ន្ធដែលយើងហៅថា Calculus ក្នុងប្រធានបទទី1នេះគឺយើងនិយាយអំពីអនុគមហើយនិងគំរូគណិតវិទ្យាភាសាអង់គ្លេសយើងហៅថា functions បាទអនុគមហើយគំរូគណិតវិទ្យាគឺ mathematical models អញ្ចឹងប្រធានបទនេះអ្នកនរគ្នានឹងស្វែងយល់អំពីអត្ថន័យនៃអនុគមដែលយើងធ្លាប់ឮបាទមិនមែនជាលើកទី1ទេគឺយើងធ្លាប់ឮតាំងពីនៅវិទ្យាល័យបាទហើយឮញឹកញាប់ទៀតប៉ុន្តែអ្នកទាំងគ្នាអាចគ្រាន់តែឮហើយមិនដឹងអត្ថន័យរបស់វាពិតប្រាកដអញ្ចឹងនៅទីនេះយើងនឹងស្វែងយល់ពីអត្ថន័យរបស់វាហើយនឹងការអនុវត្តរបស់វានៅក្នុងជីវភាពប្រចាំថ្ងៃបាទ in real life អញ្ចឹងខ្ញុំផ្ដើមចេញអំពីបញ្ហាក្នុងជីវិតជាក់ស្ដែងមួយចំនួនដែលពាក់ព័ន្ធជាមួយអនុគមបាទទី1បើយើងនិយាយអំពីរង្វង់អ្នកនេះស្គាល់រង្វង់ហើយមិនចឹងទេបាទអញ្ចឹងចំពោះរង្វង់ផ្ទៃកាឡារបស់វាយើងដឹងថាអាស្រ័យទាំងស្រុងទៅលើកម្មរបស់រង្វង់បាទរង្វង់ហ្នឹងមានផ្ទៃធំបើសិនជាកម្មវាធំដែរហើយបើកម្មវាតូចផ្ទៃក៏តូចដែរអញ្ចឹងនៅទីនេះនៅក្នុងជីវភាពប្រចាំថ្ងៃយើងដឹងថាកាឡាផ្ទៃនៃរង្វង់មួយគឺអាស្រ័យជាមួយកម្មរបស់វាអញ្ចឹងចំពោះតំណែងរវាងកម្មហើយនឹងកាឡាផ្ទៃកាឡាគឺយើងដឹងហើយគឺតកតើគ្នាតាមរូបមន្តមួយនេះគឺ A ស្មើនឹង pi r ក្រេបាទដែលនៅទីនេះ A តាំងឲ្យផ្ទៃ R តាំងឲ្យកម្មនេះភាសាគណិតវិទ្យាយើងនិយាយថា A ជាអនុគមនៃ R ភាសាជីវភាពយើងនិយាយថា A អាស្រ័យជាមួយនឹង R បាទឬក៏ A និង R មានតំណែងរវាងគ្នាឧទាហរណ៍មួយទៀតគឺជាគណិតវិទ្យាគឺនេះជាការនិយាយ A ជាអនុគមនៃ R ឬក៏ជានិមិត្តសញ្ញាអ្នកនេះអាចតាំង A ស្មើ F នៃ R អញ្ចឹងទៅគឺ A ជាអនុគមនៃ R ឧទាហរណ៍មួយទៀតពាក់ព័ន្ធជាមួយនឹងការធ្វើដំណើរជាមួយកង់3ជាដើមបាទអញ្ចឹងពេលដែលយើងជិះកង់3អ្វីដែលសំខាន់គឺតម្លៃមិនចឹងទេបាទអស់តិចអស់ច្រើនយើងដឹងថាតម្លៃអាស្រ័យទៅលើចម្ងាយដែលយើងជិះបាទជិះកាន់តែឆ្ងាយអស់លុយកាន់តែច្រើនតិចអស់លុយតិចបាទអញ្ចឹងម៉ាស៊ីនគិតលុយមានក្បួនជាក់លាក់ក្នុងការកំណត់តំណែងរវាងតម្លៃហើយនិងចម្ងាយដែលយើងជិះបាទអញ្ចឹងនៅទីនេះយើងអាចនិយាយស្តីងគ្នាដែរគឺតម្លៃតាំងដោយ p ហ្នឹងគឺជាអនុគមនៃចម្ងាយបាទដែលតាំងដោយ x ជានិមិត្តសញ្ញាយើងអាចសរសេរ p ស្មើនឹង f នៃ x ឬក៏ p ជាអនុគមនៃ x បាទនេះជាឧទាហរណ៍មួយទៀតនៅក្នុងជីវភាពដែលពាក់ព័ន្ធជាមួយអនុគមបាទដូចចំនួនប្រជាជនកម្ពុជាយើងតាំងដោយ p បាទយើងដឹងថាចំនួនប្រជាជនរបស់ប្រទេសយើងគឺអាស្រ័យទៅលើពេលវេលាដែលគិតជាឆ្នាំបាទអញ្ចឹងតារាងខាងក្រោមនេះគឺប៉ាន់ស្មានចំនួនប្រជាជននៅតាមឆ្នាំនីមួយៗបាទរាប់តាំងពីឆ្នាំ2000រហូតដល់2024ជាដើមអញ្ចឹងអ្នកឃើញតារាងនេះបង្ហាញថានៅឆ្នាំ2000ប្រជាជនយើងមាន12លានជាងឆ្នាំ2005មាន13លានហើយរហូតដល់2024មាន17លានជាងជាយើងឃើញថាចំនួនប្រជាជនគឺប្រែប្រួលទៅតាមឆ្នាំអញ្ចឹងនៅទីនេះយើងអាចនិយាយថា T ស្មើនឹង16លានជាងនៅពេលដែល T ស្មើ2020វាចេញពីរ៉ូទី3នេះបាទអញ្ចឹងនៅទីនេះយើងអាចនិយាយស្តីងគ្នាគឺថាចំនួនប្រជាជនជាអនុគមនៃឆ្នាំបាទឬក៏ P ជាអនុគមនៃ T បាទនេះជាឧទាហរណ៍មួយទៀតពាក់ព័ន្ធជាមួយនឹង
ការរំជួយដីបាទហើយយើងចង់វាស់សន្ទុះបាទនៃការរង្គើបាទអញ្ចឹងទិន្នន័យហ្នឹងយើងអាចវាស់ចេញអំពីម៉ាស៊ីននៃហ្នឹងទៅបាទហើយរូបខាងក្រោមនេះគឺជាក្រាបតាំងឲ្យសន្ទុះនៃការរញ្ជួយដីនៅពាក់ព័ន្ធនឹងពេលវេលាបាទហើយយើងឃើញថាចាប់ពីវិនាទីទី5ទៅឃើញចាប់ផ្ដើមមានសន្ទុះកើនឡើងបាទហើយនៅវិនាទីទី17ទៅចុះគឺសន្ទុះហ្នឹងខ្លាំងបាទខ្លាំងជាងគេដោយសារវាខ្ពស់ជាងគេអញ្ចឹងរូបនេះគឺជាក្រាបតំណាងឲ្យសន្ទុះធៀបជាមួយនឹងពេលបាទអញ្ចឹងជារូបភាពអានេះគឺជាអនុគមដែរអញ្ចឹងសន្ទុះនៃការរញ្ជួយដីហ្នឹងវាប្រែប្រួលទៅតាមពេលវេលាអញ្ចឹងអ្នកភាពឃើញរូបភាព4នៃអនុគមដែលយើងបានភ្ជាប់ជាមួយនឹងជីវភាពប្រចាំថ្ងៃបាទនេះសើរឿងរ៉ាវនៅក្នុងជីវភាពទេដែរតែនៅគណិតជាយើងតាំងពាក្យអនុគមឬក៏អង់គ្លេសហៅថា function អញ្ចឹងសរុបមកអនុគមអាចតាំងក្នុងរូបភាពចំនួន4បាទទី1យើងអាចប្រើសម័យកាលដូចនៅក្នុងឧទាហរណ៍តំណែងរវាងតីនិងកម្មរបស់រំពងមិញអញ្ចឹងវាមានសម័យកាលជាក់លាក់ជាប់តំណែងរវាងបរិមាណ2នោះបាទទី2អាចអនុគមអាចតាំងជារូបភាពជាតារាងបាទដូចជាចំនួនជាជននៅតាមឆ្នាំនីមួយៗបាទអានឹងយើងស្រង់ទិន្នន័យមកហើយរៀបជាតារាងទី3អាចជាក្រាបបាទដូចឧទាហរណ៍ចុងក្រោយមិញហ្នឹងគឺក្រាបគឺបង្ហាញអំពីតំណែងរវាងសន្ទុះធៀបនឹងពេលហើយចុងក្រោយពេលខ្លះគឺអាចតាមរយៈការរៀបរាប់បាទដូចយើងជិះកង់3យើងមានការកំណត់តម្លៃទៅតាមវាអត់អាចមានសម័យកាលជាក់លាក់អីទេជាងការតាមរយៈការរៀបរាប់ប៉ុន្តែសរុបមកគឺអនុគមគឺកំណត់តំណែងរវាងបរិមាណ2បាទតែបរិមាណមួយវាអាចតាំងឲ្យស្អីមួយទៅតាមជាក់ស្ដែងទៅបាទឥឡូវយើងមកបកមើលនិយមន័យផ្លូវការនៅក្នុងគណិតវិទ្យាវិញបាទអនុគមជាទូទៅយើងតាំងដោយអក្សរ F អញ្ចឹងអ្នកគ្នាដឹងឯថាសាំងលេអនុគម function អញ្ចឹងបានយើងចូលចិត្តប្រើអក្សរ F មកនិយាយតាមចាអនុគម F ពីសំណុំ D ទៅសំណុំ E មួយជាតំណែងរវាង x ជាមួយនឹង y ដែល x ហ្នឹងជាធាតុរបស់សំណុំ D ហើយ y ហ្នឹងជាធាតុរបស់សំណុំ E ហើយ x ពាក់ព័ន្ធជាមួយ y តែមួយគត់បាទអញ្ចឹងបើយើងតាំងជារូបភាពយើងអាចមើល mapping រវាងសំណុំ D ហើយនិងសំណុំ E អញ្ចឹង x វាជាធាតុនៅក្នុងសំណុំ D ហើយវាភ្ជាប់តំណែងជាមួយនឹងធាតុមួយទៀតនៅក្នុងសំណុំ E ដែល x មួយតេតើងជាមួយ y តែមួយគត់អញ្ចឹងអត់មានមួយភ្ជាប់ព្រួញទៅធាតុ2នៅក្នុងសំណុំ E អញ្ចឹងនៅទីនេះយើងអាចមើលថាអនុគមគឺជាតំណែងរវាងx ជាមួយនឹង y ដែល x មួយភ្ជាប់តំណែងជាមួយ y តែមួយគត់បាទគឺពាក្យកលិះនៅទីនេះគឺជាប់ជាមួយ y តែមួយគត់បាទអញ្ចឹង D ជាប់ទៅ F តាមអនុគម F យើងអាចមើលអនុគមជាម៉ាស៊ីនម្យ៉ាងបាទដែលវាទទួលបាន input x ហើយវា generate output តែមួយគត់គឺ f នេះអញ្ចឹងពាក្យបច្ចេកទេសដែលយើងប្រើ x នេះវាចេញពីដែនកំណត់ domain អង់គ្លេស domain ដែនកំណត់ហើយ x ចេញពីដែនកំណត់វា generate ឬក៏ភ្ជាប់តំណែងជាមួយនឹង y មួយដែល y ហ្នឹងគឺស្ថិតនៅក្នុងដែនតម្លៃអញ្ចឹង x នៅក្នុង domain y នៅក្នុង range នេះគឺដែនតម្លៃអ្នកដែលរៀន ITE ភាគច្រើនមើលរូបភាពអនុគមគឺជាម៉ាស៊ីនបែបនេះតែវាថាជាម៉ាស៊ីនមួយដែលនៅពេលដែលវាទទួល input វានឹង generate output តែមួយគត់អញ្ចឹងនេះជាអនុគមមួយចំនួនដែលអ្នកគេធ្លាប់ជួបតាំងពីនៅ high school ហើយ
ហើយតារាងនេះបង្ហាញអំពីអាណត្តិមួយចំនួនជាប់ទៅដោយតែនកំណត់និងតែនតម្លៃតែយើងដឹងហើយអាណត្តិ y ស្មើ x ក្រេនេះតែនកំណត់វាគឺពីដកអនន្តទៅបូកអនន្តមានន័យថា x អាចយកមកសេរីនៅពេលដែល x អាចរត់មកសេរីចាប់ពីដកអនន្តបូកអនន្ត y គឺជា range y អាចរត់តែចាប់ពី0ឡើងទៅទេ y អាចយកតម្លៃអវិជ្ជមានដែលសិតតែ y វាស្មើនឹងចំនួន1លើកជីក្រេចឹងបែងចែកដាច់រវាងតែនកំណត់ domain ហើយនិងតែនតម្លៃ range តែនកំណត់គឺជាតម្លៃដែល x អាចយកបានតែធ្វើអនុគមមានន័យបាទតែនតម្លៃគឺជាតម្លៃរបស់ y ដែលឆ្លើយតបជាមួយនឹង x រត់នៅលើដែនកំណត់តែ y រត់នៅលើដែនណាអានោះគេហៅដែនចឹងខាងក្រោមទៀតអនុគមផ្សេងអ្នកគ្នាអាចជាយល់ខ្លួនឯងអាចមើលឲ្យឆ្លុះបញ្ចាំងជាមួយនឹងចំណេះដឹងដែលយើងរៀនពី high school មកបាទតើវាស៊ីគ្នាជាមួយនឹងអ្វីដែលយើងធ្លាប់កណនាអត់បាទឥឡូវខ្ញុំ link អនុគមជាមួយនឹង graph នៅពេលដែលយើងនិយាយពីអនុគមពាក្យច្រើនយើងនឹកទៅដល់ graph ជានិច្ចមិននៅ high school ពាក្យច្រើនគឺគេឲ្យសិក្សាអនុគមនិងសង្ក្រាបជាដើមអញ្ចឹងឲ្យទៅលើអនុគមច្រើនតែភ្ជាប់ជាមួយនឹង graph ជាក់ស្ដែង graph គឺជារូបភាពរបស់អនុគមបាទ graph ជារូបភាពរបស់អនុគមឬក៏ពេលខ្លះអ្នកគ្នាអាចយក graph នោះជាអនុគមតែម្ដងដូចវាថាដូចយើងហើយនឹង profile picture របស់យើងលើ Facebook អញ្ចឹងណាយើងនេះគឺមនុស្សផ្ទាល់ហើយអា profile picture នៅលើ Facebook ហ្នឹងអាចនិយាយថាតំណាងឲ្យយើងប៉ុន្តែជារូបភាពរបស់យើងទេបាទអញ្ចឹងពេលខ្លះយើងមើលអា profile picture គឺយើងអាចស្គាល់បុគ្គលហ្នឹងដូចគ្នាដែរចំពោះអនុគមយើងអាចមើល graph វាយើងអាចស្គាល់លក្ខណៈរបស់អនុគមហ្នឹងអញ្ចឹង graph ឧទាហរណ៍នេះជា graph នៃអនុគម linear មួយគឺកំណត់ដោយ fx ស្មើនឹង x បូក2អញ្ចឹងនៅពេលដែលយើងព្យាយាមឲ្យតម្លៃ x ហើយនឹងតម្លៃ y ដែលឆ្លើយតបមួយ x យើងអាចសង់ជាចំណុច x y ហ្នឹងអញ្ចឹងយើងបានចំណុចហោហែមកហើយមកយើងចេះតែសង់ញឹកទៅគឺចំណុចទាំងអស់ហ្នឹងបង្កើតបានជា graph មកហើយបានជាបន្ទាត់អញ្ចឹងយើងហៅអនុគមហ្នឹងជាអនុគម linear ដោយសារ graph វាជាបន្ទាត់អញ្ចឹង graph គ្មានអីក្រៅតែពីសំណុំចំណុច x y ដែលផ្ទៀងផ្ទាត់តំណែងនៃអនុគមហ្នឹងទេបាទហើយបើសិនជាយើងមានអនុគម f មួយ graph វារាងអញ្ចេះខ្ញុំឲ្យអ្នកទាំងគ្នាមើលថាដូច f នៃ1 f នៃ2អីអញ្ចឹងណាសូមមើលឲ្យឃើញថា f នៃ1គឺជាកម្ពស់របស់ graph នៃអនុគមហ្នឹងត្រង់ x ស្មើ1អញ្ចឹងនៅពេលដែល x ស្មើ1តើ graph ហ្នឹងមានកម្ពស់ប៉ុន្មានហើយយើងតាមដាក់ f នៃ1បាទនៅត្រង់ចំណុចមួយទៀតកម្ពស់ខុសមុនបាទគឺចំ x ស្មើ2គឺកម្ពស់វាទាបជាងមុនអញ្ចឹងសូមមើលឲ្យឃើញថាតើតើនឹង graph គឺ f នៃស្អីណាមួយនោះគឺជាកម្ពស់របស់ graph អត្ថន័យនៅទីនេះវាអាចមានប្រយោជន៍សំខាន់នៅពេលដែលអ្នកទៀតត្រូវបកស្រាយអនុគមនៅក្នុង context ជាក់ស្ដែងនៅក្នុងបរិបទជាក់ស្ដែងមួយទៀតចង់បញ្ជាក់ថា graph ជាសំណុំចំណុចដែលកើតបានជារូបរាងឬក៏ខ្សែកោងផ្សេងប៉ុន្តែមិនមែនគ្រប់ graph ទាំងអស់សុទ្ធតែចេញពីអនុគមទេបាទមកខ្ញុំបញ្ជាក់ខាងលើថាឲ្យតែមានអនុគមត្រូវតែមាន graph ខ្សែកោងបាទប៉ុន្តែខ្សែកោងខ្លះមិនមែនជាខ្សែកោងដែលចេញពីអនុគមទេអញ្ចឹងដើម្បីបញ្ជាក់ថា graph មួយជា graph របស់អនុគមអ្នកនរត្រូវប្រើ test មួយគេហៅ test បន្ទាត់ឈើបាទគឺយកបន្ទាត់ឈើដើម្បីមក test មើលតើ graph ហ្នឹងចេញពីអនុគមឬក៏អត់អញ្ចឹងរបៀបដែលប្រើ test បន្ទាត់ឈើគឺអ្នកនរសាកល្បងសង់មើលតើពេលដែលយើងសង់បន្ទាត់ឈើតើមានបន្ទាត់ឈើណាមួយដែលកាត់ graph លើសពី1ចំណុចអត់បើកាត់ graph ហ្នឹងលើសពី1ចំណុច graph ហ្នឹងមិនមែនជា graph អនុគមអញ្ចឹងជាក់ស្ដែងរូបទី1យើងឃើញថាពេលដែលយើងសង់បន្ទាត់ឈើនៅទីណាក៏ដោយគឺបន្ទាត់ឈើមួយ graph ហ្នឹងកាត់យ៉ាងច្រើនតែ1ចំណុចទេអត់អាចលើសពី1ចំណុចអញ្ចឹង graph នេះគឺជា graph អនុគមអញ្ចឹងចម្លើយវាគឺ yes ប៉ុន្តែ graph ទី2នេះក៏ជាខ្សែកោងឬក៏ជា graph បាទអ្នកគ្នាសង់បន្ទាត់ឈើនៅត្រង់ចំណុច A នេះ
dương khơi thá tọt chớp cắt crab tròn pi chấm nói chẳng vía tôi chỉ mùi nâng criteria của thạch tọt chớp chẳng crab mùi này mình chỉ crab vào cùng vì pro này tí bởi dương phần ít mưa dùng này vào cùng được không tập slide muốn cứ tha p để x mà e willing chỉ mùi nâng y đỏ pi px mà e cứ y x mà b rồi của c và chẳng miền này tha x muối tẹt tương chỉ mùi vai đỏ pi chẳng vì vai ở lết vì tôi chỉ mùi đừng lẹ khăn mòn cùng mấy chân tha anh là cốm cái chi tiền này nó người viện x chỉ mùi đừng vai chỉ mùi cột chẳng miền là x muối chọc này là mùi vai dạng tràn tầm mùi tại nấy việc chọc đỏ pi chẳng vì không bạc anh cùng chẳng bà nè kia mưa cứ khinh crab ui tật kia tới tai bợt đắng anh bàn chạy thầm mùi ná chỉ crab anh có mùi nào mẹ chẳng tại nó cứ nổ và lấy nhóm đó là anh cung và phết muối đại dương trời được chụp và tiền đá cứ anh cung cầm nọt đại này sang lấy cứ piecewise define function anh cung cầm nọt đại này chẳng anh cung nắng vi cầm nọt đại lạc khăn mà dần uốn chẳng anh cung f cầm nọt đòi được một thằng cáo và sân chỉ x tôi chương mà muối vì cầm nọt tam rule thằng lứa cứ fx mà mùi độ x tai bởi x thông chương độ mùi với vì mà x kề nhưng mà dương son grab từ tam rule nó nhưng bạn đôi chịp xong này x tôi chương độ muối cứ chịp bật tọt này cứ chịp bật tọt ta chập bị x thông chương độ mùi từ sáng cứ grab nó riêng chịp này và pha bộ của dân đấy ta fx mà x kề cứ chịp pha bộ và đây mình parable từ muốn nó cần mình bật toát trong mùa này vì cầm nọt đòi này mình luôn được thôi chạp bị x độ mùi từ quế nhà nắng chỉ bật toát chạp bị x độ mùi từ 8 chia chỉ parable và chẳng nơi tí nít nhưng khơi tha anh là cung ngoài dưới xong nó tranh là việc đó thôi cái lại nít của dưới khu tại cọt sầm có đầu viên chùm nội mùi nít và miền trên nội đất hay năng trên nội cho hò và chương trình đất này sầm đại thá dập đó như này tha thì này thì nó những khi chặt độ muối cứ rư mà độ muối nó lơ lẹ khăn tập tọt này chẳng mình này thì nói ít đỏ mình thì nói pH mà độ muối cứ chỉ nói của crab những cứ là thì nếu chỉ ho mình này thật miền thì chẳng mấy cái xua dương cầm nọt tầm lại bọn cung đôi phần đất mưa tam crab này khi ai ra lại khả năng bàn thì ho đôi f độ phí và độ phí vì mà đông đấy chẳng những thôi cho nào cài mà lừa mất khơi ha cứ trở lại một viết mà nên 7 bạn chào cài mà lừa đấy 7 rồi cô dương chu châu không lẹ khăn ti môi tới thì x mà độ phí trở lại viết smart 7 với x mà độ muối cứ này là phía nơi pra lẹ khăn thang lừa tại đá rồi có mưa tam grab thì x mà độ muối cứ chùm nào mà trong grab mất cứ này chẳng trở lại một viết cứ pi và mền muối nó nhặt cho nóคือตัวจำนวนนี้เมียนเดียมันจำนวนจะห่อนี่บันเมียนจึงเป็นมาดอกมุ้ยจำนวนกราฟในนี้จังแต่หลายอยู่เยอะคือ y มาหนึ่งปีแบบไอ้ยังจู้แหละคันตีมวยซาหรือสมาในแหละคันตีมวยอันนี้คือทอมเชียงดอกมุ้ยnày trong cáiคือ f ในโซนf ในโซนคือตามกราฟคือฉบับมอนคือแต่หลายวิโซนหรือก่อนเนี่ยที่อาจจู้ในแหละคันตีปีโดยซาแต่โซนคือโจในตรงแตนlại thành tỷ trên page mà xấu xong cái cứ và xôn và khi miền lồng hạt môi trường nó này nè thì chia diêm ra cũng muốn là page score graph và page score graph ra cũng muốn cho nên tí này nhưng miền anh cũng từ lại đại khác đại tăng lại fx mà từ lại đại khác x hai bị dừng sau graph nó riêng cho nhưng trong anh nè hiếp khi chỉ mầm lại tầm rộng nắng được rồi trên việc graph ấy từ chia tầm rộng bạc đi miền ta miền từ xe chỉ là khăn bay chạy pi bay lạc khăn này chấn ta từ xe dạng mạch và fx mà ấy p để chập pina thì na mà em một cái p để chập pina nếu chịu từ ho thì phí làm hạt thì phí là grab với riêng bạc chấn xung rớt u bốn đại chia tầm rộng đại miền lạc khăn đại soi top mùi grab
chẳng hạn cái cua tại ai ta khơi crab score buồn muốn khơi được muốn score crab vì tôi được xem bạch dạng nhân tha crabคืออันคมหนึ่งไอvà nay pe khác như mơ crab vì đo còn miền là dừng lươn chiềng và xa dừng ai khơi những né chứ và lỡ dừng đo anh là cung một hết cứ anh là cung đi nẻ anh là cung đi nẻ nhạc hết đấy cứ miền tầm rong bạn này cứ fx mà được âm x bột bì âm x bột bìแต่ในที่นี้มีคนâmนั้นយើងច្រើនតែហៅថាជាមេគុណប្រាប់ទឹកភាសាអង់គ្លេសហៅថា slope ហើយ B នេះជាតម្លៃថេរមួយដែរគេហៅថាជាតម្លៃកាត់ action អង់គ្លេសហៅថា y intercept អញ្ចឹងនេះជាអនុគម linear មួយគឺ y ស្មើ 3x ដក2បើយើងពិនិត្យមើលគឺនៅទីនេះ slope វាស្មើ3ហើយនឹង y intercept វាស្មើដក2អញ្ចឹងអ្នកគេអាចមើលឃើញថា B ប្រាប់យើងថាតើបន្ទាត់នឹងកាត់ action ត្រង់ណានេះគឺវាកាត់ត្រង់ y ស្មើដក2អញ្ចឹងព័ត៌មានB ហ្នឹងគឺប្រាប់ថាបន្ទាត់ហ្នឹងកាត់action ត្រង់ណាហើយ M នេះប្រាប់ថាបន្ទាត់ហ្នឹងវាងាកប៉ុណ្ណាមេគុណប្រទិសអញ្ចឹងបានពាក្យខ្មែរយើងមេគុណប្រទិសមាននឹងជាតម្លៃមួយដែលប្រាប់ទិសដៅរបស់បន្ទាត់ហើយវាច្អល់ទៅណាកម្រិតប៉ុណ្ណាអញ្ចឹងប៉ុណ្ណឹងគឺ3បាទប៉ុណ្ណឹងគឺ3ហើយមកទឹកគ្នាអាចបកស្រាយបាទបកស្រាយអត្ថន័យរបស់ slope ទៅតាមលក្ខខណ្ឌមួយចំនួនយើងអាចនិយាយបានថានៅពេលដែល x កើន1គឺ y កើន3នៅពេលដែលវាមាន slope ស្មើ3បាទអញ្ចឹងបើ x កើន 0.1 y នឹងកើន 0.3 ទៅអញ្ចឹងដូចនៅក្នុងទីនេះយើងដឹងថាពេល x ស្មើ1តម្លៃ y ស្មើ1ឥឡូវ x កើនពី1មក 1.1 អញ្ចឹងឃើញ y កើនមកពី1មក 1.3 អញ្ចឹងវាកើន 0.3 អញ្ចឹងកម្រិតមេគុណប្រទិសនោះវាប្រាប់ពីអត្រាបម្រែបម្រួលនៃតំណែងរវាង x y ណាហើយបើចំពោះជារូបធនិមិត្តវាប្រាប់ពីទិសដៅរបស់បន្ទាត់តែបើតំណែងជាក់ស្ដែងវាប្រាប់ពីអត្រាបម្រែបម្រួល slope ស្មើ3មានថារៀងរាល់ដែល x កើន1 y កើន3ឯកតាបាទអញ្ចឹងរូបបន្ទាប់នេះខ្ញុំចង់ឲ្យអ្នកគ្នាប្រៀបធៀបរវាងឬក៏ចេះអានហ្មងឲ្យចេះអានថា slope 1ប៉ុណ្ណា slope 2ប៉ុណ្ណា slope កន្លះប៉ុណ្ណា slope អវិជ្ជមានហ្នឹងវាយ៉ាងម៉េចទៅបាទអញ្ចឹងប៉ុណ្នេះគេហៅមេគុណប្រទិសស្មើ1នេះបាទពួកយើងហាក់ដូចជាថាយើងលើកបន្ទាត់ហ្នឹងឲ្យវាច្អល់ទៅទិសមួយតើយើងលើកកម្រិតប៉ុណ្ណាកម្រិតដែលយើងលើកហ្នឹងគឺឆ្លុះបញ្ចាំងអំពីមេគុណប្រទិសអញ្ចឹងសម័យថាយើងដោលវានៅក្នុងនេះចានេះដីស្មើអានេះយើងដោលវាកំពុងអញ្ចឹងយើងចាប់ផ្ដើមពីចំណុចនេះយើងហាក់ដូចជាយើងស្វានវាជាប់ហើយយើងងាកតាមចុងនេះអញ្ចឹងយើងឃើញថាពីនេះមកនេះ x កើន1តែពេល y ក៏កើន1ដែរអញ្ចឹងរៀងរាល់ដែល x កើន1 y កើន1ដែរអញ្ចឹងមេគុណប្រទិសវាគឺ1បាទកន្លែងហ្នឹងគឺ slope ស្មើ1ដល់កម្រិតងាកបាទកម្រិតងាករបស់មេគុណប្រទិសនេះគឺទៀបជាងមុនបាទទៀបជាងមុនគឺពេលដែល x កើន1 y កើននៅកន្លះឃើញអត់អញ្ចឹងមេគុណប្រទិសវាតែកន្លះអញ្ចឹងយើងដោលកន្លែងនេះដោលទៀបជាងមុនកន្លែងទីតាំងយើងដោលគឺ x ស្មើ1ទៅដែរប៉ុន្តែកម្ពស់ y កើនតែកន្លះអញ្ចឹងកន្លែងហ្នឹងយើងឃើញថាមេគុណប្រទិសតិចជាងមុនឬក៏ល្ងាកវាទៀបជាងមុនបើអានេះអត់ងាកសោះមានន័យថា slope ស្មើ0អញ្ចឹងអានេះ slope ស្មើ3ពីព្រោះ x កើន1 y កើនដល់3ឃើញអត់អញ្ចឹងអាកម្រិតមេគុណប្រទិសហ្នឹងប្រាប់ពីល្ងាកឲ្យចេះមើលនេះឲ្យចេះមើលថាងាកប៉ុណ្ណាដែលយើងហៅថាមេគុណប្រទិសស្មើ1ងាកប៉ុណ្ណាកន្លះងាកប៉ុណ្ណា0ងាកប៉ុណ្ណា3ជាដើមដល់ពួកនេះវាងាកចុះក្រោមវិញងាកចុះក្រោមគឺមេគុណប្រទិសអវិជ្ជមានបាទអញ្ចឹងរឿងតម្លៃហោហែពួកយើងអាច review slide ខ្លួនឯងបន្ថែមបាទដើម្បីយល់ពីអត្ថន័យ
បាទឥឡូវមិញយើងបានសិក្សាពីអនុគម linear ឥឡូវវាមានអនុគមមួយក្រុមច្រើនទៀតគឺអនុគមមិន linear អង់គ្លេសហៅថា non linear function បាទអញ្ចឹងពហុធាតុគឺជាឧទាហរណ៍មួយនៃអនុគមមិន linear បាទយើងឮច្រើនមែនទេ polynomial function អនុគមពហុធាតុបាទអនុគមពហុធាតុជាទូទៅយើងតាំងដោយ p នៃ x ស្មើតម្រងបែបនេះហើយតម្រងវាគឺវាមានហបបូកនៃស្វ័យគុណ x បាទហើយស្វ័យគុណហ្នឹងត្រូវតែជាចំនួនមិនអវិជ្ជមានអននេះត្រូវតែយ៉ាងតិចក៏0ឡើងដែរហើយគុណទៀតបាទហើយវាមានមេគុណនៅតាម x នីមួយៗអញ្ចឹងដើម្បីស្រួលងាយស្រួលក្នុងការស្គាល់មេគុណរបស់ x មួយយើងតាំងសន្ទុះឲ្យត្រូវជាមួយស្វ័យគុណទៅដូចមេគុណរបស់ x ស្វ័យគុណ n យើងតាំងដោយ an មេគុណរបស់ x ការ៉េយើងតាំងដោយ a2 បាទហើយ degree របស់ពហុធាតុគឺជាស្វ័យគុណដែលខ្ពស់ជាងគេដែលត្រូវជាមួយមេគុណខុសពី0អញ្ចឹងនៅទីនេះបើសិនជា an នេះអត់ស្មើ0ទេអញ្ចឹង degree របស់ពហុធាតុហ្នឹងគឺ degree ទី n បាទនេះជាឧទាហរណ៍មួយចំនួននៃពហុធាតុនៃអនុគមពហុធាតុនេះជាអនុគមពហុធាតុ degree ទី2ហើយក្រៅរបស់វាយើងស្គាល់ដល់គ្នាគឺជា parabol ហើយនេះជាអនុគមពហុធាតុ degree ទី3អង្គនេះហៅ cubic function ក្រាបរបស់វាអាចរៀងជាខ្សែកោងអាចថាយើងពិបាកហៅបាទមានឈ្មោះទេតែ degree ទី3ក្រាបវាចេញអញ្ចឹងហើយ degree ទី4ហោហែមិនហើយយើងមាន degree ខ្ពស់ជាងហ្នឹងក្រាបវាចាក់វាស្មុគស្មាញជាងនេះបាទតែចុងក្រោយប្រហែលជាអនុគមដែលយើងច្រើនតែប្រើនៅក្នុងជីវភាពប្រហែលជាអនុគម degree ទី2បាទបាទឥឡូវមកសិក្សាអំពីការចុះរបស់អនុគមវិញបាទអនុគមការអនុគមចុះអង់គ្លេសហៅថា increasing ឬក៏ decreasing បាទ function បាទអញ្ចឹងនិយមន័យអនុគម f ហៅថាអនុគមកើននៅលើចន្លោះមួយបើសិនជា f នៃ x1 តូចជាង f នៃ x2 នៅពេលដែល x1 តូចជាងបាទ x2 នៅក្នុងចន្លោះនោះបាទដល់ពេលចុះវិញប្រច្រាស់វិញបាទនៅពេលដែល x1 តូចជាង x2 សញ្ញារបស់ f ចេះវិញបាទអញ្ចឹងបើយើងមើលរូបប្រហែលជាងាយយល់ជាងយើងធ្វើក្រាបរបស់អនុគមមានពីឆ្វេងរហូតដល់ស្ដាំចេះចាប់ពីចំណុច A រហូតដល់ចំណុច D អញ្ចឹងបើយើងមើលពីឆ្វេងទៅស្ដាំឃើញថាក្រាបកើនចាប់ពី A មកដល់ B ហើយចាប់ពី B មកដល់ C វាចុះវិញពី C ទៅដល់ D កើនវិញអញ្ចឹងយើងអាចនិយាយបានថាអនុគមរបស់យើងកើនលើចន្លោះបាទចន្លោះយើងនិយាយពីចន្លោះរបស់ x វិញចន្លោះ A តូចទៅ B តូចអញ្ចឹងចាប់ពី A តូចមក B តូចក្រាបរបស់យើងកើនជាអនុគមកើនតែចាប់ពី B មក C អនុគមនេះជាអនុគមចុះវិញចាប់ពី C ទៅ D កើនភាសាទៀតបាទអញ្ចឹងចំពោះ parabol នេះគិតនៅក្នុងដែនទាំងមូលយើងមិនអាចនិយាយថាវាកើនឬក៏ចុះទេតែបើយើងគិតចាប់ពីឆ្វេងមកដល់ถึง0ជាអនុគមចុះនេះជាអនុគមចុះចាប់ពីដកអណន្តមកដល់ถึง0ហើយចាប់ពី0ទៅដល់បូកអណន្តវាចាប់ផ្ដើមកើនវិញអញ្ចឹងពេលខ្លះយើងមើលរូបយើងអាចឆ្លើយបានលឿនជាងប៉ុន្តែបើអត់រូបយើងនឹងមានវិធីសាស្ត្រក្នុងការវិភាគថាតើវាកើនឬក៏ចុះយ៉ាងម៉េចបាទနောက်មួយទៀតនិយាយពីអនុគមគូនិងអនុគមសេសបាទគូអង់គ្លេសហៅថា even សេសគឺ odd បាទអញ្ចឹង even function ឬក៏ odd function អញ្ចឹងយមន័យអនុគម f ជាអនុគមគូបើសិនជាតម្លៃរបស់អនុគមអត់ប្រែប្រួលនៅពេលដែលយើងបដូរសញ្ញា x បាទនិយាយខ្លីគឺថា f នៃដក x ស្មើ f នៃ x ដដែលទុយទៅវិញអនុគមមួយជាអនុគមសេសបើសិនជាអ្នកភាពបដូរសញ្ញា x តម្លៃអនុគមបដូរសញ្ញាដែរតែអត់បដូរទំហំទេបាទអញ្ចឹងជាក្រាបអ្នកគេឃើញនេះពេល x ស្មើដល់ x អនុគមយើងកម្ពស់ប៉ុណ្ណេះអញ្ចឹងវាត្រូវជាមួយនឹងកម្ពស់អនុគមត្រង់ x ដែរគឺវាស្មើគ្នាមានន័យថារូបភាពរបស់ x ហើយនឹង x គឺស្មើគ្នាបាទអញ្ចឹងនេះជារូបទូទៅតំណាងអនុគមគូហើយដល់ឡែកអនុគមសេសគឺបែបនេះអញ្ចឹងពេល x ស្មើដល់ x គឺថូកម្ពស់វាប៉ុណ្ណេះអញ្ចឹង f នៃ x វិញគឺកម្ពស់វា
ប៉ុណ្ណឹងដែរប៉ុន្តែក៏បច្ច្រាស់វិញចានេះជារូបតំណាងវណ្ណភូមិបាទសេះអ្នកនេះអាចមើលរូបសម្គាល់ថាគូនៅពេលដែលក្រាបវាឆ្លោះគ្នាភាពមួយordinary តាមលក្ខណៈខាងលើហ្នឹងយើងអាចសន្និដ្ឋានបាទហើយអនុគមសេះកាលណាក្រាបវាឆ្លោះភាពមួយនឹង full o បាទអញ្ចឹងកន្លែងហ្នឹងពួកយើងយកទៅគិតមើលហេតុអីបានលក្ខណៈនេះនៅពេលដែលយើងមើលជាក្រាបវាត្រូវជាមួយនឹងឆ្លោះភាពមួយនឹង ordinary ហើយលក្ខណៈអនុគមសេះនេះក្រាបវាឆ្លោះភាពមួយ full o ហេតុអីបានអញ្ចឹងបាទនេះជាអនុគម degree ទី2 f នេះ x ស្មើ x ការ៉េចឹងនៅពេលដែលយើងជួប x ទៅដល់ x គឺតម្លៃវានៅ x ការ៉េដែរចឹងក្រាបវាឆ្លោះភាពឈើនេះជាអនុគម degree ទី3នៅពេលដែលយើងដូរ x ទៅដល់ x តម្លៃវាគឺចេញអវិជ្ជមានហើយទំហំនៅកណ្ដាលចឹងក្រាបវារៀងចឹងគឺមានអនុគមមួយចំនួនទៀតដែលជាគូហើយជាសេះតែពួកយើងអាចប្រើលក្ខណៈនេះដើម្បីសម្គាល់វាបានពេលខ្លះឃើញក្រាបក៏ឆ្លើយបានឬក៏ឃើញរូបមន្តវណ្ណភូមិគឺយើងអាចឆ្លើយបានបាទខ្ញុំមានសំណួរបញ្ចប់តើតើអ្នកគុំគូពិសេសអញ្ចឹងក្នុងចំណោម3នេះតើអនុគមណាខ្លះជាអនុគមគូអនុគមណាខ្លះជាអនុគមសិស្សបាទសូមឆ្លើយសំណួរនេះដោយប្រើនិយមន័យអញ្ចឹងតើតើនឹងអនុគមហើយនឹងលក្ខណៈមួយចំនួនខ្ញុំបញ្ចប់ត្រឹមប៉ុណ្ណឹងបាទនេះគ្រាន់តែជាការណែនាំតើតើអនុគមហើយនៅក្នុង topic ទី2យើងនឹងប្រើប្រាស់អនុគមដែលយើងបានសិក្សានៅក្នុងមេរៀននេះដើម្បីយកទៅអនុវត្តនៅក្នុងជីវភាពជាក់ស្ដែងយកទៅធ្វើជា model ចឹងពួកយើងនឹងឃើញផ្នែកគួរចាប់អារម្មណ៍នៅ topic បន្ទាប់តើអនុគមដែលយើងធ្លាប់ស្គាល់មានដូចជាអនុគម linear អនុគម parabol ហ្នឹងគេយកទៅដោះស្រាយក្នុងជីវភាពគេទៅធ្វើអីហើយជាពិសេសនៅក្នុង engineering ឬក៏ data science ហ្នឹងយើងត្រូវការវាដើម្បីធ្វើរឿងនោះមានប្រយោជន៍អីខ្លះទៅបាទអញ្ចឹងខ្ញុំសូមបញ្ចប់topic ទី1និយាយអំពីអនុគមតែប៉ុណ្ណេះបាទ